ក្រុមគ្រួសារមួយបានផ្លាស់មករស់នៅក្នុងផ្ទះចាស់ដ៏ធំមួយនៅជនបទផ្ទះនេះមានប្រវត្តិអាថ៌កំបាំងនិងរឿងដ៏អាក្រក់ជាច្រើនដែលបានកើតឡើងនៅទីនោះនាពេលពួកគេមកដល់មានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីហើយពួកគេសង្កេតឃើញថាមានសម្លេងចម្លែកនិងរូបរាងអាថ៌កំបាំងចេញច្រាស់ពីកន្លែងផ្សេងនៅពេលយប់ក្រុមគ្រួសារឮសម្លេងដូចជាកំពុងយំនិងសើចចម្លែកពីក្នុងផ្ទះពួកគេព្យាយាមស្វែងរកប្រភពសម្លេងប៉ុន្តែគ្មានអ្វីត្រូវបានរកឃើញនៅពេលនោះកូនស្រីច្បងរបស់ពួកគេបានឃើញរូបរាងមនុស្សម្នាក់ដែលហាក់ដូចជាកំពុងឈរនៅក្នុងជ្រុងម្នាក់ឯងប៉ុន្តែនៅពេលគាត់បើកភ្លើងគ្មានអ្វីនៅទីនោះទេក្រុមគ្រួសារបានរកឃើញកំណត់ហេតុចាស់មួយនៅក្នុងផ្ទះដែលបង្ហាញថាផ្ទះនេះធ្លាប់ជាកន្លែងដែលមានឧក្រិដ្ឋកម្មដ៏ឃោរឃៅមានរឿងអំពីការសម្លាប់គ្នានិងពិធីបូជាដែលបានកើតឡើងនៅទីនេះពួកគេចាប់ផ្ដើមយល់ថាអ្វីដែលកំពុងកើតឡើងនៅពេលនេះគឺជាវិវត្តន៍រាន់ពីអតីតកាលខ្មោចដែលរស់នៅក្នុងផ្ទះបានចាប់ផ្ដើមបង្ហាញខ្លួនច្បាស់ជាងមុនពួកគេបានឃើញរូបរាងដ៏គួរឲ្យភ័យខ្លាចនិងឮសំឡេងដែលហាក់ដូចជាកំពុងគំរាមកំហែងពួកគេក្រុមគ្រួសារបានព្យាយាមរត់ចេញពីផ្ទះប៉ុន្តែហាក់ដូចជាមានអ្វីមួយកំពុងទប់ពួកគេមិនឲ្យចេញក្រុមគ្រួសារបានរកឃើញថាដើម្បីគេចផុតពីខ្មោចពួកគេត្រូវតែធ្វើពិធីបូជាតាមរបៀបដែលបានចែងនៅក្នុងកំណត់ហេតុចាស់ពួកគេបានធ្វើតាមដោយប្រុងប្រយ័ត្នហើយទីបំផុតខ្មោចក៏បានរលាយបាត់ទៅផ្ទះវិញក៏បានត្រឡប់មកជាស្ងប់ស្ងាត់វិញបន្ទាប់ពីពិធីបូជាក្រុមគ្រួសារបានសម្រេចចិត្តចាកចេញពីផ្ទះនោះដោយមិនដែលងាកមកវិញទៀតផ្ទះចាស់នោះត្រូវបានទុកចោលអស់មួយរយៈពេលយ៉ាងយូរហើយរឿងអាថ៌កំបាំងរបស់វាក៏ត្រូវបានបំភ្លេចជារៀងរហូត